ពួកខ្ញុំធ្វើអញ្ចេះនេះចូលថានីតិវិធីដែលយើងខ្ញុំធ្វើកន្លងមកហ្នឹងគឺនៅពេលដែលបណ្ដឹងមួយឬក៏ពាក្យអន្តរាគមន៍មួយមកដល់ពាក្យអន្តរាគមន៍របស់បងប្អូនភាគច្រើនមិនមែនមកម្នាក់ទេមិនមែនមកគ្រួសារមកសញ្ញេមកសម្ដៅមកក្រសួងទេមកដល់ហ្នឹងគឺ300គ្រួសារ90គ្រួសារខ្ញុំគ្នានឹង20នាក់តំណាងឲ្យ1500គ្រួសារមកអញ្ចឹងមកឲ្យព្រឹត្តមេដៃទាំងជួរអញ្ចឹងព្រោះគាត់ទិញបរិយរួមគ្នាអញ្ចឹងគាត់ជួបរឿងតែមួយគាត់ត្រូវការពារប្រយោជន៍រួមរបស់គាត់វិធីសាស្ត្រដែលពួកយើងខ្ញុំធ្វើសាមញ្ញទេទី1គឺធ្វើម៉េចឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលមកនិយាយគ្នាបើពួកគាត់មួយនៅឆ្វេងមួយទៅស្ដាំអត់ព្រមនិយាយគ្នាទេយើងមិនដឹងទៅដោះស្រាយមួយពីណាទេអញ្ចឹងការងារទី1របស់យើងគឺឲ្យតែយើងមានលទ្ធភាពបកកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍហ្នឹងរបស់តកែហ្នឹងរបស់បរិយហ្នឹងយើងបកកទាំងអស់បកកមានន័យថាយើងប្រាប់ទៅសូលយោដីកុំឲ្យផ្ទេរចេញពីព្រោះតែមានរឿងគាត់បារម្ភជាងគឺគាត់ផ្ទេរចេញមកគាត់ផ្ទេរចេញទៅក្មួយគាត់ផ្ទេរចេញទៅជនទី2ទី3ទៅដើម្បីយករួចខ្លួននេះព្រោះគាត់ដឹងថាតែបន្តិចទៀតម្ចាស់អំណុលមកទីរកគាត់យើងខ្លាចអាហ្នឹងអ្នកអភិវឌ្ឍខ្លះក៏វាអត់មានទ្រព្យសម្បត្តិដើម្បីឲ្យយើងនឹងខាត់ទៀតវាមិនមែនមានទាំងអស់ទេទី3យើងសាកល្បងស្វែងយល់អំពីបញ្ហាថារឿងហ្នឹងវាចេញមកពីខាងណាបើយើងយល់អំពីបញ្ហាហើយយើងចាប់ផ្ដើមអញ្ជើញគ្នាមកជែកគ្នាទី4យើងសូមគោលការណ៍ថាឥឡូវបញ្ហាមានតែបើជាប់គាំងនៅខាងម្ចាស់បំណុលមានតែអញ្ជើញម្ចាស់បំណុលមកនិយាយគ្នាទេបើជាប់គាំងខាងម្ចាស់បរិយយើងហៅម្ចាស់បរិយមកនិយាយទេជឿបានមិនគុំធ្វើអីគេមិនក៏សំណងមិនគុំមិនធ្វើទៅនៅស្អីទៀតបាទខ្វះលុយខ្វះប្រមាណខ្វះលុយដោយសារស្អីអាហ្នឹងនិយាយត្រង់ទៅត្រង់មកណាព្រោះប្រជាជនរាប់រយគ្រួសាររករឿងអត់អាចនៅស្ងៀមបានទេអញ្ចឹងបញ្ហាច្រើនដែលយើងត្រូវដាក់ចិត្តដាក់កាយត្រូវនិយាយជាមួយម្ចាស់បំណុលភាគច្រើនបាទម្ចាស់បំណុលទាំងធនាគារទាំងម្ចាស់បំណុលឯកជនត្រូវអញ្ជើញមកគាត់ត្រូវចរចាជាមួយគាត់ត្រូវអង្វរគាត់ពួកខ្ញុំនេះត្រូវអង្វរគាត់ឲ្យមកចូលរួមដោះស្រាយអនុគ្រោះផ្ដល់សេចក្តីទុកចិត្តមកក្រសួងធ្វើម៉េចថាអ្វីដែលក្រសួងស្នើទៅនេះប្រហែលជាជំរើសដែលល្អបំផុតសម្រាប់គាត់ហើយគាត់នឹងមិនបានស្អីប្រសើរជាងនឹងទៀតទេផឹងបញ្យល់គាត់ចឹងពួកយើងគាត់គិតមិនមើលទី1ម្ចាស់បំណុលកូនបំណុលគាត់នោះបរិយនោះវាអស់លុយអាលីងហើយទី1ទី2អាដីហ្នឹងប្រជាជននៅពាក់កដាលអស់ហើយប្រជាជនដឹងអត់គាត់អត់ទៅណាទេគាត់អ្នកទិញសុចរិតដាច់ខាតគាត់មិនទៅណាទេហើយរាប់រយគ្រួសារហើយគាត់អត់មានខ្លាចពីណាទេអត់មានពីណាទៅយកដីនឹងបានទេម្ចាស់អំណុលនៅទៅជាម្ចាស់អំណុលឡងទៅប៉ុន្តែរឿងទៅយកដីនឹងអត់បានទេអញ្ចឹងធ្វើម៉េចបញ្យល់លោកស្រីជាម្ចាស់អំណុលហ្នឹងរួមទាំងធនាគារផងថាសូមមេត្តាឲ្យយល់អំពីស្ថានភាពថាវាមានតែជំរឿសហ្នឹងទេបើបរិយគេមានទ្រព្យនៅណាផ្សេងយើងសើចភ្លាមនៅយើងស្រាវជ្រាវនៅក្នុងប្រព័ន្ធរបស់យើងរកឃើញភ្លាមវាមានខ្លះបើមានទៅនៅមាននៅមណ្ឌលគិរីឯណោះដីក្បែរព្រៃណោះលក់វាមិនបានថ្លៃទៀតបាទបើវាអត់វាគិតតាមអត់បាទគិតតាមអត់មានអាដីឡូលក់មិនទាន់អស់គិតតាមហ្នឹងទៅអញ្ចឹង2ឆ្នាំនេះយើងធ្វើការជាមួយម្ចាស់អំណុលគឺគរុកសលវបយលធ្វើម៉េចឲ្យគាត់ដាក់ចិត្តដាក់កាយធ្វើការជាមួយក្រសួងបាទហើយយើងវគាត់មួយទៀត
ការប្រាក់ហើយនឹងប្រាក់ពិន័យព្រោះនៅក្នុងកិច្ចសន្យាកាលណាខ្ចីលុយគេកាលណាលែងបង់ឲ្យគេពិន័យណានៅក្នុងកិច្ចសន្យាណាហើយអត់បង់តាំងពី2020អីមក2021អីមក4-5ឆ្នាំទៀតហើយអញ្ចឹងចង់ស្មើដើមវិញច្រើនណាស់អញ្ចឹងអង្វរគាត់ថាឈប់គិតទៅពីធ្វើម៉េចឲ្យតែបានដើមវិញទៅហ្នឹងក៏យើងអង្វរក៏ដែរសរុបទៅការជាប់គាំងត្រូវបានដោះស្រាយជាបដាប្រជាជនមួយចំនួនគាត់ថាគាត់ក៏យល់ដែរវាអត់មានអីទៀតទេនាំគ្នាចែកគ្នាម្នាក់មកសបកលៀសទៅហើយគាត់ក៏មិនចង់ទៅបង់លុយទៀតដែរអាបង់លុយ 70% 80% ហើយឬក៏ 30% ហើយហ្នឹងគាត់ថាអត់ទេឥឡូវខ្ញុំបង់លុយប៉ុណ្ណាឲ្យសងខ្ញុំជាសមាមាត្រមកឥឡូវមានដីសងជាដីមកអញ្ចឹងគិតជាការ៉េទៅខ្ញុំបង់លុយប៉ុន្មាន%គិតជាការ៉េប៉ុណ្ណឹងដីមកហើយចេញបានខ្ញុំប៉ុណ្ណឹងមកខ្ញុំយកធ្វើអីស្រេចតែខ្ញុំអញ្ចឹង2ឆ្នាំនេះក៏យើងមើលឃើញភាពចាស់ទុំរបស់ប្រជាពលរដ្ឋយើងការយល់ដឹងរបស់ប្រជាពលរដ្ឋយើងពិសេសគឺពិសោធន៍ដែលគាត់ទទួលបានគាត់យល់ដឹងច្រើនមិនដូចពីសម័យចុង2003ទេឥឡូវនោះសម្ដីសម្ដៅរបស់គាត់នៅក្នុងក្រុមអីហ្នឹងគឺមិនដូចមុនទេបាទមិនដូចមុនទេ